បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel បញ្ញាបុត្រថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញជូនអំពីដើមហៃសានបាទអ្នកខ្លះគាត់ហៅថាម៉ៃសានប៉ុន្តែបើខាងសមាគមឱសថបុរាណដាក់ឈ្មោះមកថាហៃសានបាទអញ្ចឹងពាក់ព័ន្ធនឹងហៃសានគឺជាដើមឈើមធ្យមបាទដែលមានកម្ពស់ខ្ពស់គួរសមដែរប៉ុន្តែកន្លែងដែលខ្ញុំថតនេះគឺតូចទេបាទអញ្ចឹងនេះជាផ្កាបាទបង្ហាញផ្កាជូនដើម្បីឲ្យពុកម៉ែបងប្អូនស្គាល់បាទអ្នកស្រែចម្ការភាគច្រើនគាត់ស្គាល់ជាពិសេសគឺអ្នកស្រុកលើតែបើស្រែទំនាបទលេអីអត់ស្គាល់ទេបាទដោយសារតែកន្លែងដុះហ្នឹងគឺដុះនៅតំបន់ភ្នំឬជិតភ្នំអីចឹងទៅឬជិតផ្លូវអីទៅនេះបាទអញ្ចឹងបើកលេចមើលស្លឹកបាទស្តៀងស្លឹកកាញ់បាទហើយសូមប្រណិតមើលសបកដើមបើសិនជាពុកម៉ែបងប្អូនខ្លាចច្រឡំណាបាទនេះសបកដើមមេឃហ្នឹងអាចរាងខៀវអញ្ចឹងទៅហើយនេះបើដើមធំទៅរាងប្រេះដែរតែនេះរាងប្រផេះដើមនៅតូចបាទហើយប្រសិទ្ធភាពនៃការព្យាបាលអ្នកខ្លះគាត់យកស្លឹកហ្នឹងទៅព្យាបាលស្រែងបុកឲ្យលាបបាទនេះស្លឹកនេះហើយចំណែកខ្ញុំយកតែដើមទេបាទយកមកច្រាំធ្វើជាថ្នាំបំបត្តិការឈឺចាប់បាទបើសិនជាយើងមានការឈឺចាប់នៅក្នុងខ្លួនអីយើងអាចដាក់លាយជាមួយគេជាមួយអាយមកដាំទឹកស្ងោរហូបទៅអាចព្យាបាលការឈឺចាប់បានបាទហើយក៏អាចជួយកាត់បន្ថយជាតិអាស៊ីតដែរបាទមិនថាអាស៊ីតនៅក្នុងកាពះអីក៏ដោយចុះបាទយើងអាចលាយជាមួយគេជាមួយឯងបាទអញ្ចឹងមិនមែនប្រើតែឯងទេបាទសូមបញ្ជាក់ជូនខាងខ្ញុំធ្វើជាថ្នាំផ្សំបាទតែបើសិនជាពុកម៉ែបងប្អូនចង់ផ្សំក៏បានចង់ហូបតែមួយមុខហ្នឹងក៏បានដែរប៉ុន្តែជាទូទៅថ្នាំអត់សូវហូបមួយមុខទេការព្យាបាលគឺច្រើនមុខបាទការព្យាបាលច្រើនមុខមិនដូចជារោគក្តៅក្នុងឬរោគទាស់អីចឹងទៅអាចប្រើថ្នាំមួយមុខបានបាទតែការព្យាបាលជំងឺកាពះពោះវៀនក៏ដោយឬដងបាតក៏ដោយឬផ្សាក់ផ្សំជាថ្នាំកម្លាំងក៏ដោយចុះបាទក៏អាចផ្សំច្រើនមុខដូចគ្នាតែហៃសានេះក៏អាចផ្សំចូលដែរថ្នាំកម្លាំងដោយសារសម័យហ្នឹងមានជំងឺអាស៊ីតច្រើនអ្នកហូបស្រាដល់ចឹងទៅត្រូវដាក់លាយតិចដើម្បីកាត់បន្ថយជាតិអាស៊ីតបានហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណតែរវល់ការងារច្រើនមិនបានរកដោយខ្លួនឯងសូមទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13និង046 069 30 21 88បាទឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏តាក់ទងតាម Telegram តាមលេខ097 31 13និង046បាទសូមអរគុណ